សាស្ត្រលោកនាងអ្នកស្ដាប់ជាទីមេត្រីនៅមុនសម័យអង្គរគឺពាក់កណ្ដាលសតវត្សទី6រហូតដល់ដើមសតវត្សទី9កម្ពុជាមានការផ្លាស់ប្ដូរសំខាន់ៗមួយចំនួនដែលគួរឲ្យកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រខ្មែរឈ្មោះប្រទេសក៏ត្រូវបានប្ដូរពីនគរភ្នំមកកម្ពុជាក្នុងសម័យនោះនាដំណាក់កាលនោះដែរកម្ពុជាបានឆ្លងកាត់ការបង្រួបបង្រួមផងនិងការបែកបាក់ផងការបែកបាក់ជាចុងក្រោយគឺនៅក្នុងរាជរបស់ព្រះមហាក្សត្រីជ័យទេវីប្រទេសកម្ពុជាដែលចិនហៅថាចិនឡាត្រូវបែកជាពីរគឺចិនឡាទឹកនិងចិនឡាគោកជាបន្តទៅទៀតនេះលោកជុនច័ន្ទបុតសូមរៀបរាប់ជូននៅប្រវត្តិសាស្ត្រប្រទេសកម្ពុជាតាមការគ្រប់គ្រងរបស់ព្រះរាជាមួយចំនួននៅមុនសម័យអង្គរព្រះបាទភវវរ្ម័នទី1ក្នុងសម័យនគរភ្នំព្រះរាជាទាំងឡាយបានវាតអំណាចគ្រប់គ្រងរបស់ខ្លួនលាតសន្ធឹងលើសមណរដ្ឋឬរដ្ឋចំណុះជាច្រើនក្នុងនោះមានទាំងចិនឡាដែនដីរបស់កម្ពុជាដែលហៅតាមភាសាចិនថាចិនឡាផងប្រការដែលចិនហៅថារដ្ឋចិនឡាប្រហែលជាចិនចង់មានន័យថាជានគរក្រមួនសុទ្ធឬនគរសម្បូរឃ្មុំទឹកដីអាណាចក្រភ្នំលាតសន្ធឹងលើតំបន់ទន្លេមេគង្គត្រង់ចន្លោះប៉ាក់សេនៅខាងជើងក្រចេះនៅខាងត្បូងដែនដីភាគធំនៃទន្លេសេមូនក្នុងប្រទេសថៃសព្វថ្ងៃឯចំណុចកណ្ដាលនៃអាណាចក្រនគរភ្នំគឺវត្តភូឬតំបន់ចម្ប៉ាសាក់នៃប្រទេសឡាវសព្វថ្ងៃនេះរដ្ឋចិនឡាគ្រប់គ្រងដោយសន្តិវង្សមួយដែលបានអះអាងថាមានជាប់ខ្សែរយៈពីការចងសម្ព័ន្ធរវាងឥសីកម្ពុជាស្វយ័មភូវៈនិងអប្សរាមេរាខ្សែខាងសូរវង្សនៅចុងសម័យនគរភ្នំដោយសារព្រះបាទរុទ្រវរ្ម័នបានធ្វើគុតគុណវរ្ម័នជាប្អូនដើម្បីដណ្ដើមសោយរាជ្យនោះការបះបោរចលាចលក៏កើតមានឡើងហើយចលនាបះបោរនេះក៏កាន់តែរីកធំឡើងហើយនៅចុងរាជ្យរបស់ព្រះអង្គព្រះបាទរុទ្រវរ្ម័នជាអ្នកដណ្ដើមរាជ្យប្រហែលជាបានធ្វើអត្តឃាតសម្រាប់ខ្លួនឯងឬក៏ដាក់រាជ្យមិនមានឯកសារណាមួយបញ្ជាក់ច្បាស់ពីចំណុចនេះទេក៏ប៉ុន្តែពេលនោះរាជបល្ល័ង្កនគរភ្នំត្រូវទុកឲ្យនៅទំនេរកម្លាំងបះបោររបស់គុណវរ្ម័នវាដណ្ដើមយកបានរាជធានីវេយ្យថបុរៈនៅឯសមណរដ្ឋចិនឡាឯនោះវិញក្រោយពីព្រះបាទវីរៈវរ្ម័នជាបិតាសុគតទៅព្រះអង្គម្ចាស់មួយអង្គព្រះនាមភវវរ្ម័នដែលត្រូវជាចៅរបស់ព្រះបាទរុទ្រវរ្ម័នដែលជាស្ដេចចុងក្រោយនៃអាណាចក្រភ្នំក៏ក្រោកឈរប្រឆាំងនឹងចលនាបះបោរឡើងដោយមានជំនួយពីចត្រាសេនាជាប្អូនជីដូនមួយយ៉ាងឃ្លាវខ្លាផងព្រះបាទភវវរ្ម័នបានដណ្ដើមយកអាណាចក្រនគរភ្នំដែលជាមរតកជីតារបស់ខ្លួនគឺព្រះបាទរុទ្រវរ្ម័នមកវិញបានដោយព្រះអង្គបានវាយរុញច្រានបករបស់គុណវរ្ម័នឲ្យដកថយពីរាជធានីវេយ្យថបុរៈទៅតាំងនៅភាគខាងត្បូងគឺអង្គរបូរីស្រុកព្រៃកបាស់ក្នុងខេត្តតាកែវសព្វថ្ងៃព្រះអង្គគ្រប់គ្រងបានដែនដីពីចន្លោះទន្លេមូនខាងជើងទន្លេសាបខាងត្បូងជួបភ្នំអាណាមខាងកើតទៅទិសខាងលិចដល់ស្ទឹងព្រាជីនិងមង្គលបុរីដែលគេបានរកឃើញសិលាចារឹករបស់ព្រះអង្គក្រោយពីទទួលបានជ័យជំនះហើយព្រះបាទភវវរ្ម័នដែលទ្រង់ជាព្រះរាជានៃសន្តតិវង្សសូរវង្សខាងចិនឡាទ្រង់បានរៀបអភិសេកជាមួយនឹងក្សត្រីកម្ពុជារាជលក្ស្មីផ្នែកខាងសោមវង្សខាងនគរភ្នំដែលស្លោកទី11នៃសិលាចារឹកបក្សីចាំក្រុងបានបញ្ជាក់ថាកូនចៅឥសីកម្ពុជាបានភ្ជាប់សូរវង្សខាងចិនឡានិងសោមវង្សខាងអាណាចក្រភ្នំគឺព្រះបាទភវវរ្ម័ននេះហើយដែលបានបដូរឈ្មោះប្រទេសពីនគរភ្នំមកជាកម្ពុជាដែលយើងប្រើរហូតមកដល់សព្វថ្ងៃនេះព្រះអង្គទ្រង់បានសោយរាជ្យពីឆ្នាំ550ដល់ឆ្នាំ600នៃគ្រិស្តសករាជព្រះបាទមហិន្ទ្រវរ្ម័នក្រោយពីព្រះបាទភវវរ្ម័នសោយទីវង្គតទៅចេត្រាសេនាជាប្អូនក៏បានឡើងគ្រងរាជ្យបន្តពីព្រះរាមដែលទ្រង់មានព្រះនាមក្នុងរាជថាមហិន្ទ្រវរ្ម័នព្រះបាទមហិន្ទ្រវរ្ម័នទ្រង់បានបន្តដំណើរពង្រីកអំណាចរបស់អាណាចក្រចិនឡាបន្តទៅខាងលិចនិងទិសខាងត្បូងទៀតដើម្បីការពារព្រំដែនផ្នែកខាងកើតព្រះអង្គបានរឹតចំណងមិត្តភាពយ៉ាងជិតស្និទ្ធដោយបានធ្វើសន្ធិសញ្ញាជាមួយនឹងប្រទេសចម្ប៉ាព្រះអង្គសោយរាជ្យពីឆ្នាំ600ដល់615នៃគ្រិស្តសករាជព្រះបាទឥស្នវរ្ម័នទី1ក្រោយពីព្រះបាទមហិន្ទ្រវរ្ម័នសោយទីវង្គតទៅ
ព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមអេសនវរ្ម័នទី1ទ្រង់បានឡើងគ្រងរាជ្យបន្តពីព្រះបិតាព្រះបាទអេសនវរ្ម័នជាព្រះរាជាមានមហិទ្ធិឫទ្ធិណាស់គឺព្រះអង្គនេះហើយដែលបានបញ្ចប់ការវាយដណ្ដើមយកអាណាចក្រភ្នំទាំងស្រុងដោយទ្រង់វាយដណ្ដើមបានរាជធានីអង្គរបូរីក្នុងឆ្នាំ630នៃគ្រិស្តសករាជព្រះអង្គបានពង្រីកការត្រួតត្រាឆ្ពោះទៅទិសខាងត្បូងដល់ព្រំប្រទល់ដែនដីកម្ពុជាក្រោមសព្វថ្ងៃឯទិសខាងលិចដល់ខេត្តចន្ទប៊ុនក្នុងប្រទេសថៃសព្វថ្ងៃដើម្បីរឹតចំណងមិត្តភាពជាមួយបរទេសព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិននាឆ្នាំ616 623និង627ជាមួយនឹងប្រទេសជិតខាងវិញព្រះអង្គបានរៀបអភិសេកបុត្រីរបស់ព្រះអង្គព្រះនាមសារវ៉ានីជាមួយនឹងចៅទូតម្នាក់របស់ព្រះរាជាចម្ប៉ាដែលទ្រង់ប្រសូតបានបុត្រាមួយអង្គហើយដែលក្រោយមកទ្រង់បានឡើងគ្រងរាជ្យនៅប្រទេសចម្ប៉ាក្នុងឆ្នាំ653ដោយមានព្រះនាមថាវិក្រន្តាព្រះបាទអេសនវរ្ម័នទ្រង់បានតាំងរាជធានីនៅចំកណ្ដាលអាណាចក្ររបស់ព្រះអង្គដែលមានឈ្មោះថាអេសនបុរៈរាជធានីអេសនបុរៈមានប្រជាពលរដ្ឋប្រមាណ 20,000 គ្រួសាររស់នៅហើយដែលត្រូវនឹងរមណីយដ្ឋានសម្បូរព្រៃគុកដែលមានសំណល់ជាប្រាសាទធ្វើអំពីឥដ្ឋជាច្រើនស្ថិតនៅខាងជើងខេត្តកំពង់ធំសព្វថ្ងៃនេះក្នុងរជ្ជកាលរបស់ព្រះបាទអេសនវរ្ម័នអាណាចក្រចេនឡាមានការរីកចម្រើនរុងរឿងណាស់ក៏ប៉ុន្តែក្នុងពេលដែលព្រះអង្គចូលទីវង្គតទៅហើយដែលហាក់ដូចជាគ្មានបុត្របន្តរាជផងនោះភាពវឹកវរចលាចលក៏បានផ្ទុះឡើងវិញសារជាថ្មីព្រះបាទភវវរ្ម័នទី2ភាពវឹកវរចលាចលដែលកើតឡើងក្នុងពេលដែលព្រះបាទអេសនវរ្ម័នសោយទីវង្គតត្រូវបានវាយបង្ក្រាបយ៉ាងឆាប់រហ័សដោយកម្លាំងដ៏ខ្លាំងក្លារបស់ព្រះបាទភវវរ្ម័នទី2ដែលមានកងទ័ពនិងនាម៉ឺនមន្ត្រីមានភក្តីភាពយ៉ាងម៉ឺងម៉ាត់ចំពោះព្រះអង្គយើងមិនបានដឹងថាតើព្រះបាទភវវរ្ម័នទី2ទ្រង់ជាប់ព្រះញាតិខាងណាទេសាលាចរិតនៅហាន់ជ័យបានរំលឹកនៅការពង្រីកអំណាចអធិរាជរបស់ព្រះអង្គទ្រង់បានសាងទីកន្លែងសក្ការៈបូជាឬប្រាសាទជាច្រើនតាមគេប៉ាន់ស្មានសាលាចរិតភ្នំបាយ៉ង់សាលាចរិតភ្នំព្រះវិហារកំពង់ឆ្នាំងក៏ជាស្នាព្រះហស្ថរបស់ព្រះអង្គដែរព្រះបាទភវវរ្ម័នទី2ទ្រង់គ្រងរាជ្យពីឆ្នាំ639ដល់ឆ្នាំ655នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី1ព្រះបាទជ័យវរ្ម័នទី1ជាព្រះរាជបុត្ររបស់ព្រះបាទភវវរ្ម័នទី2ទ្រង់បានឡើងគ្រងរាជ្យបន្តពីបិតាព្រះអង្គក្នុងឆ្នាំ655នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី1ទ្រង់យកព្រះទ័យទុកដាក់ណាស់ក្នុងការថែរក្សាទឹកដីដ៏ធំទូលាយដែលបុព្វបុរសរបស់ព្រះអង្គបានបន្សល់ទុកឲ្យក្នុងវិស័យការពារជាតិព្រះអង្គទ្រង់បង្កើតឲ្យមានកងទ័ពសេះហើយបានច្នៃបង្កើតវិធីតាក់ឬផ្សាំងដំរីផងក្នុងរជ្ជកាលរបស់ព្រះអង្គគឺឃើញមានសិលាចារឹកឬការកសាងប្រាសាទជាច្រើននៅវេយ្យាធបុរៈនិងនៅវត្តភូចម្ប៉ាស័កនៃប្រទេសឡាវសព្វថ្ងៃតាមការប៉ាន់ស្មានព្រះបាទជ័យវរ្ម័នទី1ប្រហែលជាសោយទីវង្គតនៅឆ្នាំ681នៃគ្រិស្តសករាជព្រះមហាក្សត្រីជ័យទេវីដោយព្រះបាទជ័យវរ្ម័នទី1ពុំមានរាជបុត្រាដែលអាចសោយរាជស្នងពីព្រះអង្គបានបុត្រីព្រះអង្គព្រះនាមជ័យទេវីត្រូវឡើងគ្រងរាជបន្តពីព្រះអង្គព្រះមហាក្សត្រីជ័យទេវីសោយរាជពីឆ្នាំ681ពេលដែលព្រះបិតាទ្រង់សោយទីវង្គតរហូតដល់ឆ្នាំ713ក៏ប៉ុន្តែអំណាចរបស់ព្រះនាងពុំមានមូលដ្ឋានរឹងមាំឡើយព្រោះនៅក្នុងសាលាចារឹកមួយដែលគេបានរកឃើញនៅអង្គរព្រះនាងទ្រង់បានត្អូញត្អែពីភាពច្របូកច្របល់ក្នុងចិត្តគំនិតនិងទុក្ខវេទនានៃគ្រាកើតកលយុគប្រហែលមកពីការចុះខ្សោយនៃអំណាចកណ្ដាលដែលស្ថិតនៅក្នុងកណ្ដាប់ដៃព្រះមហាក្សត្រីនេះហើយដែលធ្វើឲ្យប្រទេសចិនឡាត្រូវបែងចែកជាពីរគឺចិនឡាទឹកនិងចិនឡាគោកនៅដើមសតវត្សទី8គឺនៅក្នុងឆ្នាំ706ខ្ញុំជុនច័ន្ទបុត្រ Vithu Azizi Serai Washington